Ok, tak chẳng tại tâu nâng chùm này không đáy cứ dương nâng sắc xá tại tâu nâng unity and coherentនៅក្នុង paragraph ចឹងណាហ្នឹងហើយអូខេចឹងនៅពេលដែលអ្នកទៅ say writing ជាពិសេសនៅក្នុង academic writing ឬក៏ professional setting ផ្សេងៗយើងត្រូវតែមានដាច់ខាត unity ហើយនិង coherent វាពិតជាមានសារៈសំខាន់ចាំបាច់សម្រាប់ធ្វើឲ្យ improve writing របស់យើងច្បាស់ជាងមុនហើយនិងល្អជាងមុនចឹងណាហ្នឹងហើយនៅក្នុងការប្រើប្រាស់ concept ទាំងពីរហ្នឹងមានន័យថាទាំង unity and coherent ធ្វើឲ្យគំនិតរបស់អ្នកហ្នឹងគឺដំណើរការតាមលំដាប់លំដោយល្អហ្នឹងហើយ smoothly ហ្នឹងហើយល្អព្រមទាំង logic មានន័យថាមានន័យថាល្អរបស់វាអូខេហើយ make easier for read មានន័យថាធ្វើឲ្យវាហ្នឹងងាយស្រួលការអានជាងមុនតកតងទៅនឹង essay ឬក៏ paragraph របស់យើងអញ្ចឹងណាតោះឥឡូវនេះគឺយើងសិក្សាតកតងទៅនឹងចំណុចរបស់វានីមួយៗអញ្ចឹងណាយើងនឹងបដោតសំខាន់ទៅលើ unity បន្ទាប់មក coherent បន្ទាប់មកយើងនឹងដាក់ unity ហើយនិង coherent បញ្ចូលគ្នាអញ្ចឹងណាតោះឥឡូវនេះគឺយើងចាប់ផ្ដើមចូលទៅកាន់ចំណុចទី1គឺ unity តើ unity ជាអ្វីអូខេ unity មានន័យថាគ្រប់ sentence ទាំងអស់នៅក្នុង paragraph ឬក៏ essay មានថា unity ហ្នឹងគឺយើងប្រើនៅក្នុង paragraph ក៏បានប្រើនៅក្នុង essay ក៏បានអញ្ចឹងណាមានន័យថាគ្រប់sentence ទាំងអស់នៅក្នុង paragraph ឬក៏ essay មានន័យថាធ្វើការជាមួយគ្នាមានន័យថា support ជាមួយនឹងគំនិត main idea រួមគ្នាមានន័យថាគ្រប់ sentence ទាំងអស់នៅក្នុង paragraph ឬក៏គ្រប់ sentence ទាំងអស់នៅក្នុង essay គឺ support ទៅកាន់ main idea ឬក៏ support ទៅកាន់ topic sentence ទាំងអស់អញ្ចឹងណាហ្នឹងហើយតោះអញ្ចឹងនៅក្នុងហ្នឹងទី1គឺយើងប្រើប្រាស់វាដើម្បី clear topic sentence ធ្វើឲ្យ topic sentence ហ្នឹងច្បាស់ជាងមុនអញ្ចឹងណាទី2គឺយើងប្រើវាដើម្បីឲ្យវាមានទំនាក់ទំនងរវាង topic sentence ហើយនិង supporting sentence អញ្ចឹងណាហ្នឹងហើយបន្ទាប់មកទី3គឺយើងប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានណាដែលវាអត់ពាក់ព័ន្ធហ្នឹងហើយទៅកាន់ឬក៏វាអត់មានទំនាក់ទំនងជាមួយនឹង topic sentence ខ្មែរគេហៅថាចាកប្រធានអញ្ចឹងណាហ្នឹងហើយកុំឲ្យចាកប្រធានអញ្ចឹងណាហ្នឹងហើយតោះឥឡូវនេះគឺយើងចាប់ផ្ដើមមើលទៅកាន់ unity វាទាំងអស់គ្នាឧទាហរណ៍ unity អញ្ចឹង unity ឧទាហរណ៍ topic sentence I am organized person អូខេអញ្ចឹងយើង supporting sentence វាគឺអីគេ My desk is always neat and tidy អញ្ចឹងណាហ្នឹងហើយអូខេហ្នឹងគឺត្រឹមត្រូវគឺវា support ហ្នឹងហើយមួយទៀតគឺ I have a system of organizing my paper អូខេហ្នឹងហើយអញ្ចឹងមានថាតកតងហ្នឹងគឺការរៀបចំ system អញ្ចឹង I am organized person ឃើញវា support យើងមើលពណ៌ក្រហមពណ៌ក្រហមគឺចាក់ធានគឺអត់ support ទេ I feel uncomfortable when I am among stranger ឃើញទេឃើញ sentence វាគឺអត់មាន support ទេនិយាយទៅ support ទៅរបស់យើងគឺ I am organized person តែនេះទៅ support ចេញផ្សេងហ្នឹងទៅឃើញចាក់ប្រធានអត់ sentence មួយហ្នឹងហើយ My friend asked me to organize their closet ចឹងណាហ្នឹងហើយដូច្នេះតើទៅនឹង unity មានន័យថាគ្រប់ sentence ទាំងអស់នៅក្នុង paragraph ហ្នឹងហើយគឺត្រូវតែ support ទៅកាន់ main idea ឬក៏ single idea ចឹងណាហ្នឹងហើយតោះឥឡូវនេះគឺយើងចាប់ផ្ដើមចូលទៅកាន់ចំណុចបន្ទាប់គឺ coherent វិញម្ដងតើ coherent នឹងជាអ្វី coherent មានន័យថាគ្រប់គំនិតទាំងអស់មានន័យថាត្រូវតែតភ្ជាប់តាមលំដាប់លំដោយឲ្យបានត្រឹមត្រូវអូខេឬក៏ជាការរៀបចំ idea ឬក៏ជាការរៀបចំគំនិតតាមលំដាប់លំដោយឲ្យបានត្រឹមត្រូវការរៀបចំនោះទី1ដែលប្រើ logical order មានន័យថារៀបចំព្រឹត្តិការណ៍អ្វីមួយយល់ទេខ្ញុំសូមបង្ខំឲ្យពយល់រៀបចំតាមព្រឹត្តិការណ៍ដូចជា cause ដូចជា effect ដូចជាការប្រៀបធៀបអាណាធំអាណាតូចចឹងណាហ្នឹងហើយហើយមួយទៀត use transition word ការប្រើប្រាស់ពាក្យតទៅនឹង transition word មានន័យថាពាក្យបញ្ជូនណាហ្នឹងហើយឧទាហរណ៍ណាមុនណាក្រោយអញ្ចឹងទៅឧទាហរណ៍មានពាក្យ however មានពាក្យ therefore មានពាក្យ in addition ហើយនឹង for example ជាដើមអញ្ចឹងណាអញ្ចឹងតើទៅនឹង unity ហើយនឹង coherent ខុសគ្នាត្រង់ថា unity មានន័យថាគ្រប់ sentence ទាំងអស់ត្រូវតែ support ទៅនឹង main idea កុំឲ្យចាក់ប្រធានអូខេ coherent មានន័យថាការរៀបចំលំដាប់លំដោយមានន័យថាដាក់ sentence ណាមុន
ដាក់ sentence ណាក្រោយអញ្ចឹងណាឲ្យត្រូវតាមលំដាប់លំដោយនៃព្រឹត្តិការណ៍នៃ paragraph របស់វាអញ្ចឹងណាហ្នឹងហើយតោះឥឡូវនេះយើងទៅមើលឧទាហរណ៍ coherent ទាំងអស់គ្នា coherent អញ្ចឹងយើងមានពីរចំណុចទី1 good example តើតើនឹង coherent ទី2គឺ bad example តោះអញ្ចឹងយើងសូមបញ្យល់សង្ខេបឲ្យសម្រាប់មើល detail យើង scope ទៅមើល paragraph detail ទៅអញ្ចឹងណានៅក្នុង នៅក្នុង paragraph ទី1នេះគឺជា good example ឬក៏ជា good coherent ដោយសារអី sentence ហ្នឹងគឺមានន័យថាមានលំដាប់លំដោយមាន transition word ត្រឹមត្រូវធ្វើឲ្យអ្នកអានហ្នឹងយល់ថាអូអាណាមុនអាណាក្រោយអាណាមិនអញ្ចឹងណាឧទាហរណ៍នេះយើងឃើញអូខេ reading is an important skill for student អញ្ចឹងអានេះគឺជា topic sentence ឃើញ first អត់ហ្នឹងហើយមាន transition word មាន first គេធ្វើឲ្យគេ in addition គេធ្វើឲ្យគេហើយចុងក្រោយ as a result គេធ្វើឲ្យគេយល់ទេហ្នឹងហើយអញ្ចឹងខ្ញុំសូមសង្ខេបឲ្យហ្នឹងហើយចំណុចទី2គឺ bad example ឬក៏ lack coherent មានន័យថាអត់មាន coherent ទេអញ្ចឹងណាហ្នឹងហើយឃើញទេធ្វើឲ្យអ្នកអានមកស្ដាប់ទៅឬក៏ហ្នឹងហើយអ្នកសរសេរឬក៏អ្នកអាននឹងស្ដាប់ទៅមើលទៅឆ្កោការសរសេរនឹងឆ្កោអញ្ចឹងណាវាអត់ខុសហើយតែវាឆ្កោអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ the idea are disconnected មានថាគំនិតទាំងអស់ត្រូវផ្ដាច់ចេញពីគ្នាអូខេ and there are no clear transition word ដូច្នេះវាអត់មានភាសា transition របស់វាទេហ្នឹងហើយទេហ្នឹងហើយឧទាហរណ៍យើងមកខាងក្រៅ reading is an important skill for student vocabulary book increase by reading book people like to read in their free time ឃើញអត់ some students struggle with reading however ក៏អត់អីក៏អត់នឹងវាតាមដំដៅដែរតែអត់មាន transition word ទេអញ្ចឹងធ្វើឲ្យ idea នឹងដាច់ពីគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខាងលើនេះគឺប្រយោគមួយដែលល្អតកតងនឹង coherent អញ្ចឹងយើងយល់តកតងនឹង unity ហើយអីហើយ coherent ហើយអីតោះឥឡូវនេះគឺយើងចាប់ផ្ដើមដាក់ unity ហើយនឹង coherent អញ្ចឹងនៅក្នុង paragraph ដែលខាតត្រូវតែមានចំណុចពីរសំខាន់ចូលគ្នាទី1 unity ធ្វើឲ្យគ្រប់ sentence ទាំងអស់ support ទៅនឹង main idea ឬក៏ topic sentence តែមួយខ្មែរគេហៅថាកុំឲ្យចាក់ប្រធានហ្នឹងហើយទី2គឺ coherent មានថារៀបតាមលំដាប់លំដោយឲ្យបានត្រឹមត្រូវអញ្ចឹងណាតោះយើងចូលទៅកាន់ដាក់ unity ហើយនឹង coherent ចូលគ្នាដើម្បីឲ្យ paragraph ហ្នឹងព្រឹត្តតែល្អអញ្ចឹងណាហ្នឹងហើយតោះអញ្ចឹងខ្ញុំសូមសង្ខេបឲ្យចំណុចទី1អូខេគឺជាអីគេ clear and well connect idea អូខេអញ្ចឹងមានន័យថានេះគឺគេដាក់ទាំង unity ដាក់ទាំង coherent ចូលគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំសូមមិនអានឲ្យទេតែខ្ញុំបញ្ចូលលក្ខណៈពិសេសឲ្យតែបើយើងចង់អាននៅ detail សូម scope វីដេអូទៅហើយយើងមើលទៅអញ្ចឹងណាតោះទី1គឺ unity អាហ្នឹងគឺមាន unity មានន័យថាគ្រប់ sentence ទាំងអស់គឺ support ទៅនឹង benefit of eating food នេះឃើញអត់អញ្ចឹងមានន័យថា eating food is good for health មានន័យថាអាហារការញ៉ាំ sorry ការញ៉ាំផ្លែឈើ fruit មិន food ទេការញ៉ាំផ្លែឈើធ្វើឲ្យសុខភាពល្អអញ្ចឹងគេបញ្យល់ហើយនេះឃើញទេអញ្ចឹងមានថាអូខេគ្រប់ sentence អស់គឺគេបញ្យល់ទៅកាន់ good for health fruit is good for health អញ្ចឹងគេបង្ហាញអំពីគុណសម្បត្តិនៃការញ៉ាំអាហារអូខេហ្នឹងហើយទី2ក្នុងហ្នឹងក៏មាន coherent ដែរដោយសារតែមានអីគេភ្ជាប់ជាមួយនឹង logic ដែលប្រើ for example ហើយនឹង therefore ឃើញអត់អញ្ចឹងនេះគឺជា paragraph មួយដ៏ល្អឃើញទេ paragraph ល្អត្រូវមាន unity គ្រប់ទាំងអស់ហ្នឹងគឺ support ទៅនឹងtopic sentence ទី2គឺរៀបចំលំដាប់លំដោយបានត្រឹមត្រូវអានេះគេហៅថា paragraph ជាមួយនឹង unity ហើយ coherent ខាងក្រោមគឺជា paragraph ដែលមិនមាន unity ហើយនឹង coherent នោះទេអញ្ចឹង idea គឺអត់តកតងគ្នាខ្មែរឲ្យចាប្រធានអញ្ចឹងមានថា unity អត់មានទេ and disorganized នឹងរៀបចំមិនបានត្រឹមត្រូវឧទាហរណ៍ខាងនេះគឺអត់មាន unity ទេ the sentence about football and vegetable is unrelated in the main topic fruit អញ្ចឹងយើងមើល fruit eating fruit is good for health តែចេញ people also like play football យើងគេអត់ចាប្រធានហ្មងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអានេះគឺខុសហើយហ្នឹងហើយអានឹងគេហៅចាប្រធានហើយហ្នឹងហើយអញ្ចឹងមានថាអត់មាន unity ទេ unity ហ្នឹងមានថាអានេះវាអត់ support ទៅនឹង
នឹងហើយmain idea ទេអានេះគឺនិយាយផ្លែឈើអាខាងក្រោម some people prefer eating vegetable អានេះគឺនិយាយផ្លែឈើអានេះទៅចេញបន្លែឃើញខុសអត់ហ្នឹងហើយអញ្ចឹងមានន័យថាគ្រប់ sentence ទាំងអស់គឺត្រូវតែ support អាហ្នឹងគេហៅថា unity តោះយើងទៅមើល coherent វិញ coherent អញ្ចឹងមានន័យថា there is no transition word អញ្ចឹងអត់មាន transition word ហ្នឹងទេឬក៏អត់មាន transition ទេហ្នឹងហើយ and idea do not connect smoothly អញ្ចឹងគំនិតទាំងអស់គឺភ្ជាប់ចូលគ្នាដោយមិនបានត្រឹមត្រូវស្ដាប់ទៅ smooth និយាយទៅខ្មែរគេថាឆ្កូអញ្ចឹងណានៅឧទាហរណ៍ eating fruit is good for health people also like to play football ហ្នឹងហើយយើងស្ដាប់ទៅឆ្កូហ្នឹងហើយបន្ទាប់មក orange are rich in vitamin C some people prefer ហ្នឹងហើយ eating vegetable វិញទៅញ៉ាំនេះវិញបន្លែគេនិយាយផ្លែឈើនេះទៅចេញបន្លែអញ្ចឹងទៅ banana help with digestion អូខេអញ្ចឹងខ្ញុំសូមសង្ខេបឡើងវិញ unity មានន័យថាគ្រប់ sentence ទាំងអស់នេះត្រូវតែ support នឹងtopic coherent មានន័យថាលៀបត្រេបតាមលំដាប់លំដោយ sentence ឲ្យបានត្រឹមត្រូវអូខេតកតងទៅនឹង unity and coherent សូមសន្មតថាចប់ខ្ញុំ IELTS Cambodia Tutorial សូមអរគុណសូមគោរពលាបាយបាយអ្នកទាំងអស់គ្នា